ឥឡូវនេះយើងកំពុងតែចាប់ផ្ដើមនឹងអានចាអក្សរខ្ញុំមិនសូវជាស្អាតទេចាខ្វឹកយកតែម្ដងចាចឹងហើយសូមបងប្អូនទាំងអស់គ្នាអធិស្ឋានចាដោយសារខ្ញុំសរសេរដៃឆ្វេងចឹងហើយទី1យើងកាន់ទូរស័ព្ទម្ខាងដៃម្ខាងចឹងទៅវាអត់សូវជាស្អាតទេចឹងណាហើយពេលខ្លះបងប្អូនគាត់ឃើញហើយគាត់តែងតែថាអក្សរដូចឈួតអីចេះចុះណាហើយអ្វីដែលបងប្អូនបានឃើញការសរសេររបស់ខ្ញុំគ្រាន់តែខ្ញុំចង់ចែករំលែកនៅចំណេះដឹងដែលខ្ញុំមានប្រមាណខ្ញុំចង់ចែកជូនទៅដល់បងប្អូនកូនក្មួយទាំងអស់តែប៉ុណ្ណោះចាហើយគ្មានគោលបំណងថាជាអ្វីនោះទេចាដូច្នេះមានបងប្អូនមួយចំនួនគាត់ថាសរសេរមិនត្រូវចាពេលខ្លះខ្ញុំការចែករំលែកទៅនឹងការអក្សរហ្នឹងឬក៏ពាក្យមួយហ្នឹងគឺសិតតែខ្ញុំដកស្រង់ចេញពីវចនានុក្រមចាហើយឥឡូវនេះយើងចូលស្ដាប់ទាំងអស់គ្នាពាក់ព័ន្ធទៅនឹងកំណាព្យចាដែលខ្ញុំដកស្រង់ចេញពីបណ្ឌិតចាក្រមងុយចាហើយខ្ញុំជឿជាក់ថាបងប្អូនពូមីងមួយចំនួនបានឆ្លងកាត់រួចមកហើយអំពីការរៀនសូត្រចាពេលខ្លះយើងក៏មិនថាយើងជាអ្នកចេះដឹងអីដែរក៏ប៉ុន្តែអ្វីដែលខ្ញុំឆ្លងកាត់អ្វីដែលខ្ញុំបានសិក្សាអញ្ចឹងខ្ញុំចង់ចែករំលែកទៅដល់កូនក្មួយចាដូច្នេះឥឡូវយើងចូលមើលពាក្យទាំងអស់គ្នាតែម្ដងទៅចាពូជខ្លៅមិនសូវប្រាជ្ញពូជកងកាចមិនសូវស្លូតណាចាអូយពាក្យមួយពិតជាប្រកបអត្ថន័យយ៉ាងជ្រាលជ្រៅចាពូជត្រង់រហូតពូជភ័រភូតមិនផុតផៅណាទៅចង់ទៅពូជសណ្ដានអីចឹងទៅណាឪពុកម្ដាយស្លូតត្រង់ណាឪពុកម្ដាយស្លូតត្រង់ចិត្តមិនចង់ឲ្យកូនខ្លៅចាអប់រំព្រានប្រដៅឲ្យកូនចៅបានបវរអក្សរខ្ញុំមានខ្វៀកបន្តិចហើយចាដាស់តឿនក្រានរំលឹកយប់ល្ងាចព្រឹកខ្លាចកូនក្រចឹងហើយបានន័យថាឪពុកម្ដាយតែងតែជំរុញឲ្យកូនចាសិក្សាឲ្យបានជ្រៅជ្រះកាលណាយើងល្ងងយើងចង់ទៅប្រកបមុខរបរអ្វីក៏អត់បានដែរដោយសារចំណេះយើងវាតិចពេកអញ្ចឹងហើយឪពុកម្ដាយតែងតែក្រើនរំលឹកទៅដល់កូនចៅណាចង់ឲ្យតែកូនល្អចាសម្រាប់ចង់ឲ្យកូននឹងមានឋានៈមានបុណ្យស័ក្តិខ្ពង់ខ្ពស់ទោះបីជាធ្វើការហត់យ៉ាងណាក៏ដោយក៏ឪពុកម្ដាយក៏មិនដែលរុញរាដែរអញ្ចឹងទោះបីជាកូនយ៉ាងម៉េចយ៉ាងម៉ាក៏ដោយក៏នៅតែលោមអង្វរឲ្យកូនខំចាឥឡូវយើងមើលទាំងអស់គ្នាពូជខ្លៅមិនសូវប្រាជ្ញពូជកងកាចមិនសូវស្លូតពូជត្រង់រហូតពូជភ័រភូតមិនផុតផៅឪពុកម្ដាយស្លូតត្រង់ចិត្តមិនចង់ឲ្យកូនខ្លៅអប់រំព្រានប្រដៅឲ្យកូនចៅបានបវរដាស់តឿនក្រានរំលឹកយប់ល្ងាចព្រឹកខ្លាចកូនក្រចង់ឲ្យតែកូនល្អលោមអង្វរឲ្យកូនខំចាអរគុណច្រើនសម្រាប់បងប្អូនទាំងអស់ដែលបានទស្សនានៅវីដេអូរបស់ខ្ញុំផងដែរចា